ថ្ងៃសួស្តីអ្នកនរគ្នាវិលមកជួបខ្ញុំម្ដងទៀតហើយនៅក្នុងអេពីសូតថ្មីនេះគឺខ្ញុំនឹងមាន topic ប្លែកៗជួយចែកជូនអ្នកនរគ្នានៅរឿងណាមួយដែលកើតឡើងមិនថាខ្ញុំមិនថាអ្នកស្ដាប់ទេគឺតែតែជួបនឹងរឿងនឹងដូចគ្នាអញ្ចឹងថ្ងៃនេះខ្ញុំនឹងលើកប្រធានបទមួយដែលខ្ញុំបានអានសភៅហើយខ្ញុំគិតថាចំណេះដឹងមួយនេះវាអាចជាការលើកទឹកចិត្តខ្លាំងមែនតើនៅថាមពលជីវិតទៅកាន់អ្នកស្ដាប់ទាំងអស់គ្នាដូចគ្នាអញ្ចឹងខ្ញុំអានសភៅមួយដែលអ្នកនិពន្ធគាត់បាននិយាយថានៅពេលដែលយើងជួបរឿងដែលមិនសមបំណងណាគឺយើងគ្រាន់តែទទួលយកការពិតហើយជីវិតនឹងមានក្តីសុខឯងអញ្ចឹងសម្រាប់ខ្ញុំខ្ញុំវាតែងតែមានរឿងខ្លះដែលវាធ្វើឲ្យខ្ញុំខកបំណងខ្ញុំគិតថារំពឹងមួយថាវានឹងអាចគិតថាវាអាចនឹងទៅរួចហើយយើងគិតថាយើងបានទទួលបាននឹងជោគជ័យខ្ញុំនឹងធ្វើបានក្នុងចំណុចហ្នឹងប៉ុន្តែនៅពេលដែលលទ្ធផលចេញមកវាអត់សមនឹងអ្វីដែលយើងបានរំពឹងទុកហើយចឹងធ្វើឲ្យការខកចិត្តរបស់យើងហ្នឹងក៏វាទៅតាមនឹងដែរចឹងខ្ញុំគិតថានៅពេលដែលយើងធ្វើអ្វីមួយដែលវាមិនទាន់សមបំណងដោយសារតែការរំពឹងទុករបស់យើងខ្ពស់ពេកណាពេលខ្លះនៅពេលដែលយើងអាចថាការរំពឹងទុកវាអាចធ្វើឲ្យយើងគាត់ថាយើងជឿជាក់លើខ្លួនឯងគាត់ថាបានដែរប៉ុន្តែនៅពេលដែលយើងរំពឹងខ្ពស់ពេកហួសពីការស្មាននៅពេលដែលលទ្ធផលឬក៏អ្វីដែលចេញមកវាអត់សមបំណងខ្ញុំជឿថាអ្នកនរគ្នាអាចនឹងធ្លាក់ចូលទៅក្នុងការបាក់ទឹកចិត្តដូចគ្នាបើសម្រាប់ខ្ញុំផ្ទាល់ខ្ញុំក៏ធ្លាប់ជួបនៅរឿងបែបហ្នឹងដូចគ្នាគឺការដែលខ្ញុំនៅរៀនខ្ញុំរំពឹងថាខ្ញុំនឹងទទួលបាននិតេអេប៉ុន្តែនៅពេលដែលការពិតគឺខ្ញុំបានធ្វើ B អញ្ចឹងតាធ្វើបែបម៉េចទៅដើម្បីឲ្យឆ្លងកាត់ជាមួយនឹងបញ្ហាផ្លូវចិត្តមួយនឹងបានណាអញ្ចឹងដូចគ្នាអញ្ចឹងបកត្រឡប់មកវិញខ្ញុំគិតថាការដែលខ្ញុំទទួលយកការពិតថាសមត្ថភាពរបស់ខ្ញុំបានប៉ុណ្្នឹងហើយវា good សម្រាប់ខ្ញុំប៉ុន្តែអ្វីដែលខ្ញុំរំពឹងពេកហ្នឹងវាធ្វើឲ្យខ្ញុំខកចិត្តវិញច្រើនដូចគ្នាអញ្ចឹងសម្រាប់ពីខ្ញុំទៅអញ្ចឹងទាំងបទពិសោធន៍អ្នកផ្សេងទាំងមនុស្សដែលអ្នកស្ដាប់ដូចគ្នាដែរថាពេលខ្លះយើងមានអារម្មណ៍នៅខ្ញុំខកចិត្តរហូតខ្ញុំបាក់ទឹកចិត្តអីចឹងទៅគាត់ថាខ្ញុំមិនអាចបន្តចំណាយជីវិតទៀតបានទេមែនទេពីព្រោះខ្ញុំខកចិត្តច្រើនដងមិនថារឿងពាក់ព័ន្ធជាមួយនឹងតំណែងពាក់ព័ន្ធជាមួយនឹងគោលបំណងពាក់ព័ន្ធជាមួយនឹងបញ្ហាផ្សេងគ្រួសារឬក៏ខ្លួនឯងលើសម្ភារៈនិយមក៏ដោយអញ្ចឹងខ្ញុំជឿថាការខកបំណងគិតថាយើងនឹងរំពឹងថាខ្ញុំនឹងធ្វើបានវាខ្ញុំនឹងទទួលបានវាប៉ុន្តែវាអត់អាចដូចដើម្បីដែលយើងប្រាថ្នាអញ្ចឹងយើងត្រូវតែរៀនទទួលយកការពិតថាគ្រប់យ៉ាងវានឹងល្អប្រសើរខ្ញុំត្រូវទទួលយកវាដូចខ្ញុំអញ្ចឹងខ្ញុំបាននិទេស B ក៏ខ្ញុំនឹងទទួលវាថាវាគឺនៅតែល្អខ្ញុំបាននិទេសនេះក៏អាចធ្វើឲ្យខ្ញុំធ្វើដំណើរតជីវិតតទៅមុខទៀតបានអញ្ចឹងខ្ញុំពិតជាល្អខ្លាំងមែនតើយើងបានជាលើកទឹកចិត្តខ្លួនឯងវិញថាយើងប្រកែយើងបានមកដល់ចំណុចនេះជាយើងបន្តទៀតនៅគោលដៅផ្សេងទៀតរបៀបអញ្ចឹងណាហើយអនិយាយពាក់ព័ន្ធជាមួយនឹងការធ្វើការងារខ្ញុំគិតរំពឹងថាខ្ញុំនឹងទទួលបានការងារនឹងហ្មងពេលខ្ញុំទៅសម្ភារប៉ុន្តែជាក់ស្ដែងនៅពេលដែលទទួលមកគឺយើងអត់ជាប់ទេអញ្ចឹងការរំពឹងទុកក៏វាធ្វើឲ្យយើងខកចិត្តថាខ្ញុំលែងហ៊ានទៅសម្ភារការងារផ្សេងទៀតហើយខ្ញុំគិតថាខ្ញុំអត់មានសមត្ថភាពគេគិតថាខ្ញុំអត់មានសមត្ថភាពមែនបានគេអត់យកខ្ញុំរបៀបអីអញ្ចឹងណាប៉ុន្តែយើងបែរគិតផ្សេងថាខ្ញុំត្រូវខ្វះថងចំណុចណាមែនគេត្រូវទទួលយកថាកន្លែងហ្នឹងវាអត់ស័ក្តិសមជាមួយនឹងខ្ញុំនឹងព្យាយាមដាក់នៅកន្លែងផ្សេងទៀតពីព្រោះការងារមានច្រើនរបៀបអញ្ចឹងទៅអញ្ចឹងអានេះក៏ជាឧទាហរណ៍មួយដែលអាចយើងបានន័យថាកាលណាយើងរំពឹងទៅកាន់តែតិចប៉ុន្តែយើងព្យាយាមធ្វើឲ្យវាទៅតាមលទ្ធភាពដែលយើង try our best ធ្វើឲ្យវាល្អប្រសើរខ្ញុំគិតថា yes គឺវាកូដខ្លាំងមែនតើយើងត្រូវជឿជាក់លើខ្លួនឯងធ្វើឲ្យខ្លួនឯងធ្វើដំណើរទៅមុខទៀតយើងធ្វើដោយគ្មានការរំពឹងទុកណាសូម្បីតែខ្ញុំថតវីដេអូនេះក៏ខ្ញុំអត់មានរំពឹងទុកថានឹងមានអ្នកមើលខ្ញុំច្រើនហើយនឹងគិតថារំពឹងទុកថាចេញមកគឺវាល្អ perfect អាចនឹងប៉ះចំណុចដែលវាលើកទឹកចិត្តបានខ្លាំងទៅដល់អ្នកស្ដាប់ដែរពីព្រោះខ្ញុំអត់រំពឹងទេអញ្ចឹងបានន័យថាខ្ញុំព្យាយាមធ្វើនេះគឺធ្វើដោយអ្វីដែលខ្ញុំស្រឡាញ់ខ្ញុំទទួលយកថាខ្ញុំស្រឡាញ់វាមែនហើយខ្ញុំនឹងព្យាយាមធ្វើវីដេអូបែបនេះអញ្ចឹងក៏វាដូចគ្នាដែរអញ្ចឹងខ្ញុំទទួលយកការពិតថាអ្វីគ្រប់យ៉ាងគឺការឡើងជាពីការនៅពេលដែលខកចិត្តគឺប្រាប់ខ្លួនឯងថាគឺខ្ញុំនឹងទទួលយកគ្រប់យ៉ាងបញ្ហាដែលចូលមកគឺខ្ញុំនឹងទទួលយកដើម្បីអីដែលយើងបង្កើតក្តីសុខខ្លួនឯងយើងចាប់ផ្ដើមលើកទឹកចិត្តខ្លួនឯងវិញមកយើងគិតរឿងអ្វីដែលល្អទៅខ្ញុំគិតថាវាអាចជួយផ្លូវចិត្តរបស់យើងមួយផ្នែកដែរនៅពេលដែលយើងជៀសវាងការដែលរំពឹងទុកឲ្យខូចចិត្តហើយយើងអត់ព្រមទទួលយកការពិតពេលខ្លះការអត់ទទួលយកការពិតហ្នឹងវាធ្វើឲ្យយើងឈឺចាប់ជាអាការដែលធ្វើ
ធ្វើអត់សមបំណងទៀតអញ្ចឹងជារួមមកវិញខ្ញុំនៅតែបន្តធ្វើបែបនេះពីព្រោះខ្ញុំនឹងអាចចែករំលែកចំណេះដឹងផ្សេងៗទៀតទៅកាន់អ្នកទាំងអស់គ្នាអញ្ចឹងសម្រាប់ខ្ញុំមកវិញនៅពេលដែលយើងជួបរឿងមិនសមបំណងត្រៀមទទួលយកការពិតហើយបន្តដំណើរជីវិតតទៅមុខទៀតអញ្ចឹងពីខ្ញុំមានតែប៉ុណ្្នេះទេបើសិនជាអបិសោក្រោយខ្ញុំនឹងព្យាយាមចែករំលែកទៅកាន់អ្នកទាំងអស់គ្នាពី topic ផ្សេងៗទៀតខ្ញុំគិតថាសម្លេងរបស់ខ្ញុំមួយនេះអាចជាការលើកទឹកចិត្តសម្រាប់ខ្លួនឯងផ្ទាល់ហើយជាមួយនឹងអ្នកស្ដាប់ដូចគ្នាដែលកំពុងតែជួបរឿងខុសបំណងមិនសមបំណងអីចឹងនៅក្នុងស្ថានភាពណាមួយរៀបអីចឹងណាពាក់ព័ន្ធជាមួយនឹងបញ្ហាផ្សេងៗអីចឹងទៅអញ្ចឹងសម្រាប់ពីខ្ញុំគឺវាជាការលើកទឹកចិត្តទៅកាន់អ្នកទាំងអស់គ្នាដូចគ្នាអញ្ចឹងជួបគ្នានៅអបិសោតក្រោយបាយ